មិនត្រឹមត្រូវប្រសិនបើជើងរបស់អ្នកមិនល្អអ្នកគួរតែធ្វើការងារបន្ថែមទៀតកុំបង្ខំខ្លួនឯងឲ្យយកខ្វក់កុំបង្ខំខ្លួនឯងឲ្យធុញទ្រាន់យ៉ាងណាក៏ដោយអ្នកម៉ូតៅហ៊ូបានរងទុក្ខជាខ្លាំងដូច្នេះអោព្រះឲ្យវាពិតជានាងមែនបរោះម្នាក់នេះមិនមានខួរក្បាលដូចខ្ញុំទេអ្នកគឺ challenge តើបន្ទប់នេះមានក្លិនអ្វីនេះគឺជាបរោះរបស់អ្នកតើវាមិនល្អសម្រាប់អ្នករាល់គ្នាដែលបានបង្កើតវាទេនេះក៏អាចនឹងត្រូវបំផ្លាញដល់យើងដែរប៉ុន្តែខ្ញុំមានការចុះបញ្ជីផ្ទះអ្នកនឹងត្រូវធ្វើការចាក់ឲ្យបានល្អនៅពេលអនាគតកុំឲ្យមនុស្សគិតថាអ្នកចាប់អារម្មណ៍វានៅតែយឺតពេលហើយឥឡូវនេះនិងពេលក្រោយតើអ្នកបានឃើញគ្រប់គ្រាន់ទេខ្ញុំមិនទាន់នឹកអ្នកនៅឡើយទេតើអ្នកមានសុទិដ្ឋិនិយមទេអ្នកល្ងងពេកហើយខ្ញុំមិនខ្វល់ពីអ្នកទេបានបញ្ចប់ការថែទាំយើងនឹងជិះឡានក្រុងដើម្បីផ្ញើអ្នកនៅទីនេះនៅក្មេងទេនេះជាផ្ទះរបស់ខ្ញុំចាប់ពីពេលនេះទៅអ្នកត្រូវតែសើចការបិទរង្វើជុំពេលចូលរួមលើកដំបូងខ្ញុំធ្លាក់ចេញពីការពេញចិត្តខ្ញុំសូមជូនពរឲ្យអ្នកនៅទីនេះចំណាយពេលពី3ថ្ងៃនៅក្នុងផ្ទះដែលខូចកុំប្រព្រឹត្តបទឧក្រិដ្ឋមកវិញហើយយំអ្នកបានធ្វើពុតជាល្អគួរសមនៅពេលនេះតើសប្តាហ៍នេះនៅពេលណាមិនថាអ្នកទេវាជាយូរមកហើយដែលខ្ញុំបានផ្លាស់ប្ដូរវាខ្ញុំបាននិយាយថាវាមិនមែនជាអាជីវកម្មរបស់អ្នកទេអ្វីពេលរៀបការកិននីផ្ទះលុយអ្វីដែលគួរផ្ដល់ឲ្យអ្នកនឹងត្រូវបានផ្ដល់ឲ្យអ្នកខ្ញុំអ្នកគិតច្រើនពេកហើយតើអ្នកចង់ធ្វើអ្វីតើមានបញ្ហាអ្វីជាមួយអ្នកសម្អាតផ្ទះនេះជាមុនសិនកុំប៉ះខ្ញុំអ្នកធ្វើគណិតវិទ្យាម្ដងទៀតខ្ញុំនឹងនាំអ្នកចេញទៅងូតទឹកព្រះអាទិត្យតើអ្នកកំពុងធ្វើអ្វីតែនៅក្នុងព្រះអាទិត្យតើខ្ញុំអាចផ្លាស់ប្ដូរសម្លៀកបំពាក់ឥឡូវនេះបានទេខ្ញុំមិនត្រូវការអ្នកដើម្បីភ្ជាប់ទេតើអ្នកណាអាចភ្ជាប់អ្នកបានក្លិនផ្ទះរបស់អ្នកនៅក្រោមទ្វារអាចសម្លាប់មនុស្សបានតើអ្នកអាចចូលទៅក្រោមទ្វារអាចសម្លាប់នរណាម្នាក់បានប្រសិនបើអ្នកមានការសង្ស័យគ្រាន់តែចាក់ចេញខ្ញុំជាអ្នកជិះម៉ូតូខ្ញុំបានកាន់ខ្សែក្រវ៉ាត់ដាក់ធុង300គីឡូក្រាមអ្នកមានកំហឹងបែបនេះដែលអ្នកមិនទាន់អាចប្រយុទ្ធជាមួយរដ្ឋមន្ត្រីរបស់អ្នកបាននៅឡើយទេអ្នកមិនចាំបាច់ធ្វើបែបនេះដើម្បីបង្ហាញខ្ញុំទេតើខ្ញុំគួរបង្ហាញវាដល់អ្នកណា Chairman និងខ្ញុំក៏នឹងរស់នៅជាមួយគ្នានាពេលអនាគតទេកុំសុំនេះជារបៀបដែលពួកគេតែងតែផ្លាស់ប្ដូរការស្លៀកពាក់របស់អ្នកគ្មាននរណាម្នាក់ជំពាក់អ្វីខ្ញុំទេនេះគេហៅថាគ្មានអ្នកជំពាក់ចាប់តាំងពីខ្ញុំបាននាំអ្នកត្រឡប់មកវិញខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅផ្ទះដែលមិនចាំបាច់ផ្លាស់ប្ដូរថ្នាំឬក្រណាត់ពេលលេបថ្នាំលែងឆៅទេមានច្បាប់ជាច្រើនសម្រាប់មនុស្សពេញវ័យអ្នកណាសុំឲ្យអ្នកថែរក្សារឿងនេះគាត់មិនដឹងទេប៉ុន្តែផ្ទះនេះក្រីក្រណាស់គ្រួសារឆែនអាចចំណាយប្រាក់ចំនួន800ទៀតដើម្បីដកដង្ហើមរបស់ពួកគេគ្មានអ្វីត្រឹមត្រូវឡើយទោះជាអ្នកគិតយ៉ាងណាក៏ដោយពូវាមិនឈឺទេបើញ៉ាំបង្អែមប្រសិនបើគាត់ផ្ដល់ឲ្យអ្នកគ្រាន់តែយកវាប្រពន្ធក្មេកបានមកដល់ហើយខ្ញុំបានមកដល់ហើយដឹងវានៅពេលក្រោយកុំឲ្យគាត់ដឹងថាគាត់មិនរីកចម្រើនគិតទៅស្ត្រីរូបនោះតក់ស្លុតជាខ្លាំងតើខែនេះតម្លៃប៉ុន្មាន133យន់5តើអ្នកបានទិញកង់ទេ2ខែទៀតជាដំបូងកំចាត់សម្ភារៈការបរិច្ឆេទពីការភ្នែករបស់អ្នកក្មេងស្រីមកពីដងវ៉ាន់ពូកែខាងថ្នាំណាស់យើងមិនអាចឲ្យមនុស្សមើលមុខគ្នាបានទេម៉ាក់នៅតែមានសមត្ថភាពបុរសថ្លៃនោះដឹងខ្លួនបន្ទាប់ពីដេកលុយកំពុងចូលមកហើយសំណាកំពុងត្រូវបានដកហូតកូនតូចទាំងពីរខ្ញុំទៅតែចូលក្នុងថ្ងៃនេះហើយឃើញអ្នកនៅក្បែរខ្ញុំឲ្យនាងងឺតើហូវេតមុនវានៅតែអាចបង្វែរពិភពលោកទៅខាងក្រៅគាត់តែធ្វើជាគ្រូបង្រៀនប្រសើរជាងផ្ដល់ការងារល្អឲ្យគាត់ជាអ្នកចាញ់វាក៏ជួយសន្សំលុយខ្ញុំដើម្បីជួលអ្នកណាម្នាក់ចាំដល់ថ្ងៃដែលគាត់ទ្រាំលែងបានហើយរត់ចេញបើជីវិតមនុស្សឥតប្រយោជន៍នោះខ្លីផ្ទះនិងលុយនេះជារបស់អ្នកអ្នកមិនមានរយៈពេលយូរទេសូមចុច follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មី